ស្នាមញញឹមអាជីវករបានឲ្យតែដល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យទេដោយសារតែថ្ងៃហ្នឹងហើយដែលគាត់លក់ដាច់ខ្លាំងដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងតាំងពី Walk Street បង្កើតមកគឺមានការរៀបចំស្អាតមែនទែនមានតាំងពីស្តង់ម្ហូបអាហារមានតាំងពីការរៀបចំកន្លែងវប្បធម៌ផ្សេងមានរបាំបុរាណមានភ្លេងខ្មែរមានអីចឹងណាហើយវាក៏ជាផ្នែកមួយដែលជួយលើកស្ទួយដល់វិស័យទេសចរនៅក្នុងស្រុកយើងនេះខ្លាំងមែនទែនដោយសារមិនមែនគ្រាន់តែជាភ្ញៀវទេសចរជាតិដែលនៅក្នុងស្រុកយើងគាត់ដើរលេងទេប៉ុន្តែមានភ្ញៀវទេសចរបរទេសជាច្រើនដែលគាត់មកលេងនៅស្រុកខ្មែរគាត់មកដល់រាជធានីភ្នំពេញគឺគាត់ដើរលេងនៅ Walk Street ហ្នឹងឯងរៀងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យហើយសម្រាប់យើងទៅដើរលេងនៅ Walk Street ឥឡូវអត់ពិបាកនៅក្នុងការទូទាត់ទេឲ្យតែមានអម្រិត mobile នៅក្នុងដៃគឺដោះស្រាយរាល់បញ្ហាតែម្ដងអម្រិត mobile គឺកាន់តែងាយស្រួលនិងឆ្លាតវៃរាល់ការ scan KHQR ដើម្បីទូទាត់ឬក៏ផ្ទេរប្រាក់ផ្សេងឥឡូវនេះនឹងត្រូវបានចាប់យកគណនីទូទាត់ឬក៏ផ្ទេរប្រាក់ចេញដោយស្វ័យប្រវត្តិមិនថាប្រាក់រៀលឬក៏ប្រាក់ដុល្លារទេគឺស្របទៅតាមរូបិយប័ណ្ណគោល KHQR ដែលលោកអ្នក scan មិនថារៀលមិនថាដុល្លារហើយក៏អាចជួយសម្រួលដល់ការទូទាត់ឲ្យកាន់តែលឿននិងងាយស្រួលដូចគ្នាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលប្រើប្រាស់ជាមួយនឹងអម្រិត mobile គឺងាយស្រួលមែនតើនៅក្នុងការទូទាត់ផ្សេងមកពីឧត្តមពេលម៉ោង3ទីចាញ់មកដល់នេះម៉ោង4កន្លះទៅម៉ោង5ហើយលក់អស់ទៅចំណាម៉ោង11យប់អីអាចត្រឡប់ទៅវិញទាំងយប់ចំណាស្នាក់នៅផ្ទះបងប្អូនបើសិនមានព្រីខ្លាំងអញ្ចឹងណាអូនបាទអូនអានេះនំឈ្មោះអូននំប្រចាំតំបន់ដែលឧត្តមអានេះនំកាចាន់ឬក៏នំពេលស្នាអានេះនំស្រុកចាមហើយអានេះនំកឡៅជីនំផ្លែអាយនេះលំអងចេកអូននេះលំអងចេកចាបាទណាអូនមានជាតិខ្លាញ់ជាតិទឹកឈ្ងុយហ្មងអូនអានេះត្រៀបទឹកខ្នោតអូនត្រៀបទឹកខ្នោតបាទញ៉ាំអត់ទៅបាត់ហើយដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញនេះអញ្ចឹងគឺអាជីវករគាត់សវាយរីករាយញញឹមស្រស់មែនទែនដោយសារតែរៀងរាល់ថ្ងៃសៅរ៍អាទិត្យហ្នឹងគឺគាត់លក់ដាច់ខ្លាំងមិនថាពងទាកូនមិនថានំបញ្ចុកខ្មែរយើងឯនេះមានស្លខ្មែរស្លគ្រីស្លអីចឹងទៅឬក៏ជាប្រភេទម្ហូបអាហារផ្សេងផលិតផលផ្សេងសុទ្ធតែជារបស់ខ្មែរដែលធ្វើឲ្យខ្មែរយើងរីកមុខរីកមាត់ខ្លាំងណាស់អត់ដូចពីមុនទេពីមុនគេថាអូខ្មែរយើងធ្វើអីមិនកើតតែរបស់ហូបហ្នឹងក៏នាំចូលពីគេប៉ុន្តែឥឡូវនេះរបស់របរផ្សេងក៏ខ្មែរយើងអាចផលិតបានខ្លួនឯងមានផលិតផលប្រើប្រាស់មិនថាម្ហូបអាហារបើនិយាយពីម្ហូបអាហារគឺសម្បូរបែបស្រាប់ហើយសំបីតែរបស់គ្រឿងអលង្ការអស់នេះអីហ្នឹងគឺពីមុនគាត់ថាលក់អត់សូវដាច់ទេប៉ុន្តែឥឡូវនេះលក់ដាច់ខ្លាំងមែនតើមិនថាភ្ញៀវបរទេសមិនថាភ្ញៀវខ្មែរយើងគឺគាត់សមុខទិញហ្មងណាដោយសារតែឃើញពីគេហៅថាសិល្បៈផងពីស្នាដៃខ្មែរយើងផងថាវាល្អឯកបែបណាអញ្ចឹងគាត់ពីមុនគាត់លក់រៀងគួរសមទេប៉ុន្តែឥឡូវនេះបន្ថែមជាងបន្ថែមអីច្រើនមែនតើដើម្បីធ្វើយ៉ាងណាឲ្យផ្គត់ផ្គង់ទាន់តម្រូវការដោយសារតែឥឡូវនេះគឺដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹងចលនាជាតិនិយមគឺច្រើនសម្បីតែគ្រឿងអលង្ការផ្សេងក៏ប្រើប្រាស់របស់ខ្មែរដែរអត់បាច់នាំចូលពីខាងគេក៏យើងមានដែរអញ្ចឹងហើយនេះគឺជាស្មារតីជាតិនិយមដ៏ល្អមែនទែនដែលជួយឲ្យខ្មែរជួយឲ្យសេដ្ឋកិច្ចយើងមានការរីកចម្រើនជាពិសេសគឺបងប្អូនអាជីវករគឺគាត់មានជីវភាពកាន់តែធូរធារហើយអាចពង្រីកនៅសង្វាក់ផលិតកម្មរបស់គាត់ផ្សេងបានបន្ថែមមកកម្រិតទៀតហើយអ្វីដែលខ្ញុំចង់ឃើញនៅ Walk Street នេះគឺខ្ញុំចង់ឃើញមែនទែនឲ្យមានការរៀបចំនៅការសម្ដែងល្ខោនខោលផ្សេងឬក៏សិល្បៈវប្បធម៌ដែលអត់សូវបានសម្ដែងដូចអាយ៉ៃដូចយីគេឬល្ខោនបាសាក់ផ្សេងអីចឹងណាដែលរៀងខ្នាតរៀងធំបន្តិចទៅដើម្បីធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរគាត់បានឃើញហើយសម្រាប់ភ្ញៀវខ្មែរយើងមួយចំនួនក៏គាត់ចង់ឃើញដែរជាពិសេសគឺចង់ឲ្យក្មេងៗគាត់បានទស្សនានៅវប្បធម៌សិល្បៈខ្មែរយើងតាំងពីបរមបុរាណបែបណាឲ្យគាត់យល់ឲ្យគាត់ដឹងហើយនឹងជួយថែរក្សាទាំងអស់គ្នាហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត